الحمد لله رب العالمين والصلاة والسلام على أشرف الأنبياء والمرسلين نبينا محمد وعلى آله وصحبه أجمعين أما بعد السلام عليكم ورحمة الله وبركاته ថ្ងៃនេះយើងចូលដល់សូរ៉ាថ្មីមួយទៀតនៃគម្ពីរអល់កុរអានគឺសូរ៉ាអល់មុលកសូរ៉ានេះស្ថិតនៅលេខរៀងទី67នៃគម្ពីរអល់កុរអានហើយវាមានចំនួន30អាយ៉ាត់សូរ៉ាអល់មុលនេះជាប្រភេទសូរ៉ាមគ្គីយ៉ាមានន័យថាជាប្រភេទសូរ៉ាដែលអល់ឡោះស៊ុបហានតាឡាចុះឲ្យនប៊ីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវសល្លមក្នុងដំណាក់កាលមគ្កាមុនពេលដែលនប៊ីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវសល្លមបានហិច្ចរ៉ាពីទីក្រុងមគ្កាទៅកាន់ទីក្រុងម៉ាឌីណានៅក្នុងចំណោមបណ្ដាវត្ថុអំណរសំខាន់នៃសូរ៉ានេះគឺអល់ឡោះស៊ុបហានតាឡាចង់បង្ហាញពីភាពពេញលេញនៃកម្មសិទ្ធិរបស់អល់ឡោះស៊ុបហានតាឡាពីទំធេងនៃសមត្ថភាពរបស់អល់ឡោះស៊ុបហានតាឡាហើយនៅក្នុងសូរ៉ានេះគឺជំរុញឲ្យយើងមានការកោតខ្លាចទៅចំពោះអល់ឡោះស៊ុបហានតាឡាខ្លាចចំពោះទណ្ឌកម្មរបស់ទ្រង់តែតើនៅហ្វាឌីឡាតសូរ៉ាអល់មុលកឬសូរ៉ាតបារកនេះមានបញ្ជាក់ប្រាប់នៅក្នុងហឌីសសាហីពីនប៊ីសល្លឡោះអាឡៃហ៊ីវសល្លមដែលសាហីមួយរីកាអប៊ូហុរ៉ៃរ៉ាដែលក៏បានបញ្ជាក់ប្រាប់ថារ៉ាស៊ូលឡោះសល្លមបានមានប្រសាសន៍ថាអ៊ីនសូរ៉ាតានហ្វីលកុរអាន30 إن سورة في القرآن 30 آية شفعت لصاحبها حتى غفر له មានថាពិតប្រាកដមានសារ៉ាស់មួយនៅក្នុងគម្ពីរអល់កុរអានមានចំនួន30អាយ៉ាត់ហើយវាសាហ្វាត់ដល់ម្ចាស់របស់វារហូតដល់គេអភ័យទោសឲ្យគាត់រហូតដល់គេអភ័យទោសឲ្យគាត់ហើយមានសេចក្តីរាយការណ៍ពីរ៉ាស៊ូលឡោះសល្លមដែលបញ្ជាក់ប្រាប់ថាសូរ៉ានេះគឺជាអលម៉ានីអាមានថាជាប្រភេទសូរ៉ាដែលរារាំងការពីមនុស្សអំពីអាដាបអល់ឡោះស៊ុបហានតាឡាចឹងការសូត្រសូរ៉ានេះគឺជាsebabនាំឲ្យគាត់រួចផុតពីអាដាបរបស់អល់ឡោះស៊ុបហានតាឡាជាពិសេសគឺអាដាបគូបូរមានឧលមាសាឡាហ្វខ្លះគាត់នៅពេលយប់អត់តឲ្យកូនចៅចូលគេងទេលុះត្រាតែបានសូត្រសូរ៉ាអល់មុលឬសូរ៉ាតបារកនេះដោយសារហ្វាឌីឡាតធំធេងរបស់វាការសូត្រវាជាប្រចាំជាsebabការពារជាមូលហេតុសំខាន់ការពារគាត់ពីអាដាបគូបូរ أعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم تبارك الذي بيده الملك وهو على كل شيء قدير تبارك الذي بيده الملك មានថាភាពល្អប្រសើរភាពធំធេងរបស់អល់ឡោះដែលនៅក្នុងដៃរបស់ទ្រង់គឺកម្មសិទ្ធិគ្រប់គ្រងលើអ្វីៗទាំងអស់ហើយទ្រង់គឺជាអ្នកដែលមានសមត្ថភាពលើអ្វីៗទាំងអស់ជាងភាពល្អប្រសើរភាពធំធេងទាំងឡាយគឺមកពីអល់ឡោះស៊ុបហានាហ៊ូវតាអាឡាជាម្ចាស់តែម្នាក់គត់ហើយអល់ឡោះគឺជាម្ចាស់ដែលមានសមត្ថភាពលើអ្វីៗទាំងអស់ الذي خلق الموت والحياة ليبلوكم أيكم أحسن عملا وهو العزيز الغفور អល់ឡោះគឺជាអ្នកដែលបានបង្កើតការស្លាប់និងការរស់បង្កើតឲ្យមានជីវិតហើយអល់ឡោះស៊ុបហានតាឡាក៏ជាអ្នកដែលដកហូតយកជីវិត ليبلوكم أيكم أحسن عملا ដើម្បីសាកល្បងពួកអ្នកថាតើនរណាដែលធ្វើអាម៉ាល់ល្អជាងគេ وهو العزيز الغفور អល់ឡោះជាអ្នកដែលមានអានុភាពលើអ្វីៗទាំងអស់មាននរណាម្នាក់អាចយកឈ្នះអល់ឡោះស៊ុបហានតាឡាបាននោះទេហើយអល់ឡោះស៊ុបហានតាឡាគឺជាអ្នកដែលអភ័យទោសឧលមាតាហ្វស៊ីរបានបកស្រាយពាក្យថាអះសានុអាម៉ាឡាមានន័យថាអាម៉ាល់ដែលល្អប្រសើរជាងគេដោយពាក្យពេចន៍ថាអខ្លាស៊ូហ៊ូវ៉ាអស្វ៉ាប៊ូហ៊ូមានន័យថាអាម៉ាល់ដែលធ្វើដោយអ៊ីខ្លាសបំផុតអាម៉ាល់ដែលធ្វើដោយត្រឹមត្រូវបំផុតចឹងអាម៉ាល់ណាដែលធ្វើអ៊ីខ្លាសគឺអាម៉ាល់ដែលធ្វើ
ដើម្បីអល់ឡោះស៊ុបហានតាឡាតែម្នាក់គត់មិនមានរិយាមិនមានស៊ីរិកលេបចូលទៅក្នុងវានោះជាអាម៉ាល់ដែលអ៊ីខ្លាសទៅជាមួយអល់ឡោះស៊ុបហានតាឡាហើយអាម៉ាល់ណាដែលត្រឹមត្រូវបំផុតគឺអាម៉ាល់ដែលស្របតាមសុនណះនប៊ីសល្លឡោះអាឡៃហ៊ីវសល្លាមស្របនឹងអ្វីដែលនប៊ីបាននាំមកចឹងនៅក្នុងអាយ៉ាតនេះអល់ឡោះបានបញ្ជាក់ប្រាប់អល់ឡោះសាកល្បងយើងទាំងអស់គ្នាដើម្បីដឹងថាតើនរណាដែលធ្វើអាម៉ាល់ល្អប្រសើរជាងគេអល់ឡោះបានរំលឹកថាតើនរណាដែលធ្វើអាម៉ាល់ច្រើនជាងគេទេព្រោះច្រើនកាលណាមិនត្រឹមត្រូវគឺគ្មានប្រយោជន៍ទេបើច្រើននោះត្រឹមត្រូវគឺល្អប្រសើរប៉ុន្តែបើច្រើនមិនត្រឹមត្រូវគឺអត់ផលទេជាមួយមុខអល់ឡោះស៊ុបហានតាឡាហើយនៅក្នុងហាឌីសصحيح رسول الله صلى الله عليه وسلم أن فساد من عمل عملا ليس عليه أمرنا فهو رد មានតែបុគ្គលណាដែលគាត់ធ្វើនៅអមលណាមួយដែលវាមិនមែនជាកិច្ចការសាសនាពីយើងទេនោះវានឹងត្រូវគេបដិសេធចោលអញ្ចឹងការសាកល្បងរបស់អល់ឡោះស៊ុបហានតាឡាគឺដើម្បីដឹងថានរណាដែលធ្វើអាម៉ាល់ល្អជាងគេហើយអាម៉ាល់ដែលល្អគឺគ្រប់លក្ខខណ្ឌ2ទី1អ៊ីខ្លាសទី2គឺអលមុតាបាអ៊អ៊ីខ្លាសមកត្រង់ទៅជាមួយអល់ឡោះស៊ុបហានតាឡាគ្មានលិឡំនៅប្រការស៊ីរិកហើយទី2គឺអាម៉ាល់ដែលធ្វើស្របតាមអ្វីដែលនប៊ីសល្លឡោះអាឡៃហ៊ីវសល្លាមបាននាំមក الذي خلق 7 سماوات طباقا ما ترى في خلق الرحمن من تفاوت فارجع البصر هل ترى من فطور អល់ឡោះប្រាប់ថាអល់ឡោះគឺជាអ្នកដែលបានបង្កើតមេឃ7ជាន់តម្រៀបលើគ្នាមានថាពីមួយជាន់ទៅមួយជាន់នៅបន្តគ្នា ما ترى في خلق الرحمن من تفاوت មានថាអ្នកមិនមើលឃើញនៅក្នុងការបង្កើតរបស់អល់ឡោះស៊ុបហានតាឡានៅចំណុចដែលខ្វះខាតនោះទេ فرجع البصر هل ترى من فطور ចូលអ្នកបង្វិលខ្សែភ្នែកមើលម្ដងទៀតថាតើអ្នកមើលឃើញចំណុចខ្វះខាតចំណុចដែលមិនសមឬអត់អញ្ចឹងសួរថាតើមាននរណាដែលរិះគន់មេឃថាមិនល្អឬអត់មាននរណាដែលហ៊ានអាងថាមេឃដែលអល់ឡោះស៊ុបហានបង្កើតមកអត់ល្អគួរតែធ្វើយ៉ាងនេះវិញល្អមានអត់អត់ធ្លាប់ឮទេបាទនេះអល់ឡោះស៊ុបហានបានអាងបញ្ជាក់យ៉ាងច្បាស់ថា ما ترى في خلق الرحمن من تفاوت មានន័យថាអ្នកមើលមិនឃើញពីចំណុចខ្វះខាតទេពីអ្វីដែលអល់ឡោះស៊ុបហានបង្កើតយើងឃើញថាមនុស្សរស់នៅក្រោមមេឃដែលអល់ឡោះស៊ុបហានបង្កើតហើយមេឃជាមក្លូកដ៏ធំធេងដែលអល់ឡោះស៊ុបហានតាឡាបានបង្កើតហើយការបង្កើតមេឃនេះក៏ជាភស្តុតាងបញ្ជាក់ពីសមត្ថភាពដ៏ធំធេងរបស់អល់ឡោះក្នុងការធ្វើឲ្យមនុស្សរស់រានមានជីវិតឡើងវិញនៅថ្ងៃគីយ៉ាម៉ាត់ដោយសារថាអ្នកដែលមានសមត្ថភាពបង្កើតមក្លូកដ៏ធំធេងបែបនោះរឿងអីអសមត្ថភាពក្នុងការបង្កើតមនុស្សឡើងវិញដែលជាមក្លូកដ៏តូចអល់ឡោះបង្កើតមេឃដ៏ធំធេងបានរឿងអីដែលអសមត្ថភាពនៅក្នុងការបង្កើតមក្លូកដ៏តូចឡើងវិញ ثم ارجع البصر كرتين ينقلب إليك البصر خاسئا وهو حصير เราប្រាប់ថាក្រោយមកចូលបង្វិលខ្សែភ្នែករបស់អ្នកសម្លឹងមើលបន្តទៀតនេះថាឲ្យមើលជាច្រើនដងទៅកាន់មេឃដែលអល់ឡោះស៊ុបហានបង្កើតយ៉ាងកលិបអ៊ីឡៃកលបសរខោស៊ីអាខ្សែភ្នែករបស់អ្នកនឹងវិលត្រឡប់មករកអ្នកវិញដោយអាម៉ាស់ដែលអាប់អោនវហួរហាស៊ីរហើយវាអសមត្ថភាពនៅក្នុងការមើលឃើញចំណុចខ្វះខាតរបស់មេឃតែឃើញថាបើបុគ្គលម្នាក់គាត់ចង់ពិនិត្យមើលទៅលើមេឃដែលអល់ឡោះបង្កើតហើយគាត់ថាមើលដើម្បីរកចំណុចខ្វះខាតចំណុចខុសឆ្គងគឺគាត់នឹងមើលមិនឃើញទេអល់ឡោះស៊ុបហានបានបញ្ជាក់ប្រាប់យ៉ាងច្បាស់ទោះជាគាត់ប្រឹងប្រែងយ៉ាងណាក៏ដោយក៏មើលមិនឃើញពីចំណុចខ្វះខាតនៃមេឃដែលអល់ឡោះស៊ុបហានតាឡាបានបង្កើតដែរ ولقد زينا السماء الدنيا بمصابيح وجعلناها رجوما للشياطين واعتدنا لهم عذاب السعير ពិតប្រាកដយើងបានតុបតែងមេឃឌុនយ៉ាគឺមេឃជាន់ទី1ដែលជិតពីផែនដីជាងគេវិមសាប៊ីហដោយកាយជាច្រើនوجعلناها رجوما للشياطين ហើយយើងបង្កើតកាយនោះគឺដើម្បីរយឹមដើម្បីគប់ទៅកាន់ឆៃតានវ៉ាតាដណាលហ៊ុមអាដាបស្សាអ៊ីរហើយយើងបានរៀបចំសម្រាប់ពួកគេគឺឆៃតាននៅអាដាបនៅតនកម្មដែលចេះសន្ធោសន្ធៅ
ទីឃើញថានៅក្នុងអាយ៉ានេះអល់ឡោះបានពណ៌នាថាអល់ឡោះសុបហានតាអាឡាបានតុបតែងមេឃក្រោយពេលអល់ឡោះបង្កើតអល់ឡោះបានតុបតែងមេឃហើយមានបញ្ជាក់ប្រាប់នៅក្នុងអាយ៉ាផ្សេងដែរអំពីទូនាទីរបស់កាយដែលជាគ្រឿងលម្អនៅលើមេឃកាយអល់ឡោះសុបហានតាអាឡាបង្កើតមកដើម្បីតុបតែងមេឃលម្អមេឃឲ្យមានសោភ័ណភាពល្អប្រសើរហើយយើងមើលទីកន្លែងដែលមានផ្កាយរះនៅលើមេឃមើលទៅស្រស់បំព្រងហើយកន្លែងដែលមានមេឃស្អាតអត់មានផ្កាយយើងមើលទៅគឺអាប់អួរជ័យឃើញថាផ្កាយជាគ្រឿងលម្អមេឃអល់ឡោះសុបហានតាអាឡាបង្កើតមកដើម្បីបំភ្លឺនៅលើផ្ទៃមេឃហើយតួនាទីមួយទៀតរបស់ផ្កាយគឺរយូម៉ាលិសយ៉ាទីនគឺជាការរយំការគប់ការបាញ់ទៅកាន់សេតានព្រោះថាអ៊ីប្លីសសេតានដែលជាពុយិនវាតម្រៀបតគ្នាដើម្បីលួចស្ដាប់ព័ត៌មានពីមេឃមកឬស្ដាប់ព័ត៌មានដែលម៉ាឡៃកាត់ប្រាប់គ្នាអំពីបទបញ្ជារបស់អល់ឡោះសុបហានតាអាឡាពីអ្វីដែលនឹងកើតឡើងហើយវាយកព័ត៌មាននោះមកប្រាប់អ្នកដែលសហការជាមួយវាគឺគ្រូទាយហើយនប៊ីបានរំលឹកប្រាប់ថាវាស្ដាប់លើមួយវាកុហកថែម100ទៅកាន់គ្រូទាយដែលជាអ្នកសហការជាបរិវាររបស់វាអញ្ចឹងនៅពេលដែលសេតានតម្រៀបគ្នាហើយអ៊ុលម៉ាអ៊ីស្លាមគាត់បានបកស្រាយថាសេតានដោយសារវាស្ថិតនៅលើផ្លូវដែលមិនត្រឹមត្រូវសូម្បីតែការតម្រៀបនៅលើមេឃការតម្រៀបតគ្នាការនៅបន្តគ្នាដើម្បីឲ្យបានខ្ពស់ដើម្បីលួចស្ដាប់ព័ត៌មានពីមេឃមកនោះវាក៏មិនតម្រៀបត្រង់ដែរគឺវាតម្រៀបក្នុងលក្ខណៈកោងដោយសារវាស្ថិតនៅលើផ្លូវដែលមិនត្រឹមត្រូវផ្លូវដែលកោងផ្លូវដែលវាអញ្ចឹងសូម្បីតែការតម្រៀបរបស់វាក៏មិនតម្រៀបត្រង់ទៅលើមេឃដែរគឺតម្រៀបក្នុងលក្ខណៈកោងហើយខ្ពស់ឡើងទៅលើមេឃអញ្ចឹងអល់ឡោះសុបហានតាអាឡាឲ្យកាយគឺបាញ់ទៅលើសេតានកាលណាវាឡើងទៅលើអល់ឡោះឲ្យកាយនោះគឺបាញ់សេតានឆេះធ្លាក់មកវិញប៉ុន្តែវានៅតែព្យាយាមរបួសវានៅតែបន្តធ្វើនៅទង្វើបែបនោះដើម្បីលួចស្ដាប់ព័ត៌មានដែលម៉ាឡៃកាត់ជជែកគ្នាពីបទបញ្ជារបស់អល់ឡោះសុបហានតាអាឡាប្រាប់តគ្នាពីបទបញ្ជារបស់អល់ឡោះដើម្បីបានព័ត៌មាននឹងមកគឺប្រាប់ដល់គ្រូទាយដែលជាបរិវាររបស់វាចឹងនេះជាតួនាទីមួយទៀតរបស់កាយដែលអល់ឡោះសុបហានតាអាឡាបង្កើតមកហើយតួនាទីរបស់កាយទី3ដែលអល់ឡោះបានរំលឹកនៅក្នុងគម្ពីរអល់កុរអានគឺការកំណត់ទិសកំណត់យើងអាចស្គាល់ទិសស្គាល់តំបន់ភូមិសាស្ត្រតាមរយៈកាយជាពួកអ្នកដែលក៏ស្គាល់ប្រភេទកាយគាត់ដឹងថាកាយនេះរះនៅទិសខាងនេះកាយនោះរះនៅទិសខាងនោះពិសេសគឺអ្នកដែលធ្វើដំណើរតាមសមុទ្រមានសម័យកាលដើមអត់មាន GPS ឬក៏អត់មានត្រីវិស័យអីទេពេលដែលបើកបរសំពៅឬកណូតនៅក្នុងផ្ទៃសមុទ្រគឺគេមើលទៅលើមេឃនិយាយថាគេចង់ដឹងទិសដៅគឺទៅខាងណាគឺមើលទៅលើផ្កាយនៅលើមេឃអញ្ចឹងដើម្បីចង្អុលបង្ហាញផ្លូវផ្កាយជាត្រីវិស័យមួយសម្រាប់ចង្អុលបង្ហាញផ្លូវហើយវាជាអំពូលលំអនៅលើមេឃចឹងនេះជាការពណ៌នារបស់អល់ឡោះស៊ុបហានតាអាឡាតទៅនឹងការបង្កើតមេឃហើយនិងផ្កាយវលិលឡាឌីនកាហ្វារូបិរ៉ប៊ីហ៊ីមអាដាបជហន្នមវបិសលម៉ាស៊ីរអល់ឡោះប្រាប់ថាសម្រាប់អ្នកដែលកាហ្វិរអ្នកដែលប្រឆាំងនឹងអល់ឡោះជាម្ចាស់របស់ពួកគេនៅថ្ងៃគីយ៉ាម៉ាត់គឺពួកគាត់នឹងត្រូវទទួលនៅអាដាបនៅទណ្ឌកម្មនៅក្នុងឋាននរកជហន្នមហើយវាជាទីកន្លែងវត្តឡប់ដែលអាក្រក់បំផុតគ្មានកន្លែងណាដែលអាក្រក់ជាងឋាននរកជហន្នមទេរាល់អាដាបដែលមនុស្សនឹកសម័យឃើញថាវាជាអាដាបដែលធ្ងន់ធ្ងរនៅក្នុងទុនយ៉ាបើប្រៀបធៀបនឹងអាខិរ៉ាត់គឺជារឿងស្រាលប្រៀបធៀបនៅក្នុងជហន្នមដែលទីនោះមានអាដាបច្រើនប្រភេទអាដាបនៅក្នុងទុនយ៉ាទាំងអស់គឺស្រាលបើប្រៀបធៀបនឹងជហន្នមإذا ألقوا فيها سمعوا لها شهيقا وهي تفور ប្រាប់ថាកាលណាគេបោះបញ្ចូលទៅក្នុងវាកាលណាគេបោះមនុស្សឬយិនបញ្ចូលទៅក្នុងវាសាមីអ៊ូឡាហាសាហ៊ីកាអ្នកនឹងឮសំឡេងស្រែកយ៉ាងខ្លាំងសំឡេងស្រែកដ៏អាក្រក់មួយវ៉ៃយ៉ាតាហ្វូរហើយ
ท่านรู้จักนั้นคือปุ๊บเป็นโจรแต่มันออกคือแต่ละភាពខ្លាំងនៃកម្ដៅរបស់វាគឺវាពុះឬសំឡេងតែកាទូតាមៃយ៉ាស៊ូមីនអលហ្គៃចហណាំគឺស្ទើរតែប្រះបែកដោយសារកំហឹងរបស់វាគឺចហណាំវាខឹងអ្នកដែលនៅក្នុងវាអ្នកដែលត្រូវគេបោះបញ្ចូលទៅក្នុងវាអ្នកដែលកាហ្វៀរនឹងអល់ឡោះស៊ុបហានូវតាឡាចឹងដោយសារកំហឹងរបស់វាខ្លាំងគឺវាស្ទើរតែប្រះបែកដោយសារខឹងដែលអ្នកដែលត្រូវគេបោះបញ្ចូលទៅក្នុងវាكلما ألقي فيها فوج سألهم خزنتها ألم يأتكم نذير រឿងរាល់ពេលដែលគេបញ្ចុះរឿងរាល់ពេលដែលគេបោះបញ្ចូលទៅក្នុងចហន្នាមនៅក្រុមមួយម៉ាឡៃកាត់ដែលជាអ្នកមើលថែចហន្នាមជាអ្នកការពារចហន្នាមសួរអ្នកដែលត្រូវគេបោះបញ្ចូលនោះថាអលមយៈទីគុំណាឌីរសួរក្នុងលក្ខណៈបន្តបង្អាប់ថាតើពូអ្នកអត់មានរសូលអត់មានអ្នកដឹកនាំប្រាប់ពូអ្នកឲ្យប្រុងប្រយ័ត្នឲ្យការពារខ្លួននៅវិចហន្នាមទេឬយ៉ាងម៉េចមិនបានបដៅខ្លួនឲ្យចូលក្នុងចហន្នាមនេះជាទីកន្លែងដែលអាក្រក់បំផុតអញ្ចឹងគ្រប់មនុស្សដែលចូលទៅក្នុងចហន្នាមគឺម្លេចកាសួរគាត់មានន័យថាអត់មានអ្នកណែនាំពូអ្នកអត់មានអ្នកប្រាប់ពូអ្នកថាកន្លែងនេះគឺអាក្រក់ឲ្យមានការប្រុងប្រយ័ត្នអញ្ចឹងនេះជាការបន្ថែមអាសាបផ្លូវចិត្តទៅលើអ្នកដែលចូលទៅក្នុងឋាននរកចហន្នាម قالوا بلى قد جاءنا نذير فكذبنا وقلنا ما نزل الله من شيء إن أنتم إلا في ضلال كبير ជាអ្នកដែលកាហ្វៀរដែលចូលទៅក្នុងចហន្នាមនោះបាននិយាយថាបាឡាជាការពិតមានរសូលដែលបានអប់រំទូមានពួកយើងរួចហើយមានអ្នកដែលដាស់តឿនពួកយើងហើយ قد جاءنا نذير មានអ្នកពមៀនពួកយើងហើយអំពីចហន្នាមរំលឹកពួកយើងហើយអំពីចហន្នាមفكذبنا ប៉ុន្តែពួកយើងគឺបដិសេធមិនជឿ وقلنا ما نزل الله من شيء ហើយការរស់នៅក្នុងទុនយ៉ាពួកយើងបាននិយាយថាអល់ឡោះអត់បានបញ្ចុះនៅអ្វីមួយនោះទេ إن أنتم إلا في ضلال كبير ហើយពួកយើងនិយាយថាពួកអ្នកទាំងអស់គ្នាគឺជាអ្នកដែលវង្វេងដល់ធំនេះថាពួកគាត់ចោទប្រកាន់រសូលចោទប្រកាន់អ្នកដែលមានអ៊ីម៉ានអ្នកដែលស្ថិតនៅលើផ្លូវត្រូវថាជាអ្នកដែលវង្វេងដោយសម័យកាលបច្ចុប្បន្នអ្នកដែលអត់អ៊ីម៉ានជឿជាមួយអល់ឡោះស៊ុបហានូវតាឡាគាត់ចាត់ទុកអ្នកដែលអ៊ីម៉ានជឿជាមួយអល់ឡោះអ្នកដែលធ្វើអ៊ីបាដាតជាមនុស្សជាមនុស្សមិនតសម័យជាមនុស្សមិនយល់ពីឌុនយ៉ាពួកគាត់ចាត់ទុកគ្នាគាត់ដែលជាអ្នកភ្លើតភ្លើននឹងឌុនយ៉ាងប់ងល់នឹងឌុនយ៉ាថាជាអ្នកដែលឈ្លាសវៃអញ្ចឹងដូចអ្វីដែលអ្នកនៅក្នុងចហន្នាមបានឆ្លើយពេលដែលម៉ាឡៃកាសួរថាហេតុអីបានជាបដៅខ្លួនឲ្យចូលទៅក្នុងឋាននរកចហន្នាមអត់មានអ្នកប្រាប់ពួកនេះអត់មានរសូលពុំមានពួកនេះពួកគាត់និយាយថាបាឡាកតជាអាណាណាឌីរមិនដូច្នោះទេគឺមានអ្នកប្រាប់ហើយប៉ុន្តែពួកយើងអត់ជឿហើយពួកយើងចោទប្រកាន់ពួកគាត់ថាជាអ្នកដែលវង្វេង وقالوا لو كنا نسمع أو نعقل ما كنا في أصحاب السعير ពួកគាត់និយាយទៀតថាបើសិនបើពួកយើងនៅក្នុងទុនយ៉ាស្ដាប់បើសិនបើពួកយើងនៅក្នុងទុនយ៉ាយកបជាស្ដាប់ពួកគាត់អោណាក់គិលឬក៏ពួកយើងពិចារណាទៅលើពាក្យសម្ដីដែលគេរំលឹកដាស់តឿនម៉ាគុនណាហ្វីអស្ហាប៊ីសអ៊ីរពួកយើងក៏មិនធ្លាក់ទៅក្នុងចំណោមអ្នកដែលត្រូវភ្លើងនរកដែលឆេះសន្ធោសន្ធៅឆាប់ឆេះលើពួកយើងដែរអញ្ចឹងសបបដ៏សំខាន់មួយដែលធ្វើឲ្យមនុស្សចូលទៅក្នុងឋាននរកចហន្នាមគឺការមិនស្ដាប់ការមិនពិចារណាអំពីការដាស់តឿនការរំលឹកពីអល់ឡោះស៊ុបហានាហ៊ូវតាឡាគេគឺថាស្ថានភាពមនុស្សជាច្រើននៅសម័យកាលបច្ចុប្បន្នពេលនិយាយរឿងរ៉ាវទុនយ៉ាគាត់ចូលចិត្តស្ដាប់ពេលនិយាយរឿងរ៉ាវស៊ីគាត់ចូលចិត្តស្ដាប់ពេលនិយាយរឿងអំណាចបុណ្យស័ក្តិកិត្តិយសគាត់ចូលចិត្តស្ដាប់ពេលនិយាយរឿងព័ត៌មាននៅក្នុងទុនយ៉ាគាត់ចូលចិត្តស្ដាប់ប៉ុន្តែពេលរំលឹកពីអល់ឡោះស៊ុបហានារំលឹកពីកូរ៉ានរំលឹកពីហាឌីសគឺគាត់អត់ចូលចិត្តស្ដាប់ទេពេលរំលឹកពីអាខិរ៉ាតគាត់អត់ចូលចិត្តស្ដាប់ទេដោយសារការស្ដាប់ប្រការនេះនឹងកាត់បន្ថយនឹងទាញគាត់មិនឲ្យងប់ងល់នៅប្រការនោះទេអញ្ចឹងគាត់មិនចង់ស្ដាប់កិច្ចការសាសនារបស់អល់ឡោះស៊ុបហានតាឡាទេអញ្ចឹងគាត់ចាត់ទុកជារឿងដែលគ្មានប្រយោជន៍ប៉ុន្តែយើងឃើញថានៅថ្ងៃនោះគឺគាត់នឹកឃើញគាត់មានវបដិសារីក្នុងសម័យកាលបច្ចុប្បន្នយើងឃើញថាអ្នកខ្លះ
ស្ដាប់ខុតបាត្រឹមតែ5នាទីឬ10នាទីឬ15នាទី20នាទីគាត់ធុញទ្រាន់ហើយដូចជាគាត់អង្គុយនៅលើភ្លើងអញ្ចឹងប៉ុន្តែបើគាត់អង្គុយនៅកន្លែងណាមួយជជែកគ្នាពីរឿងរ៉ូស៊ីពីរឿងទុនយ៉ាអង្គុយនៅកន្លែងកាហ្វេឬកន្លែងធ្វើការរបស់គាត់ជជែកគ្នាគាត់អត់ធុញទ្រាន់ទេចឹងជាsebabនាំឲ្យពួកគាត់ត្រូវចូលទៅក្នុងឋានរូបរបស់អល់ឡោះសុបហានហើយមានវគ្គសេរីចឹងពួកគាត់និយាយថាម៉េចនៅថ្ងៃគីយ៉ាម៉ាត់ពេលដែលត្រូវភ្លើងនរកចហានណាមឆាបឆេះពួកគាត់និយាយថាឡូគុនណានស្មាអ៊ូណាគីលما كنا في أصحاب السعير لو كنا نسمع أو نعقل ما كنا في أصحاب السعير សិនពួកយើងនៅក្នុងទុនយ៉ាស្ដាប់ហើយពិចារណាថ្ងៃនេះក៏ពួកយើងបញ្ចូលក្នុងឋានរូបដែលចេះសន្ធោសន្ធើដែរ فاعترفوا بذنبهم فسحقا لأصحاب السعير អល់ឡោះប្រាប់ថាពួកគាត់ទទួលស្គាល់បាបកម្មដែលពួកគាត់បានសាងពួកគាត់ទទួលស្គាល់ទៅលើការពៀរបស់ខ្លួនوسحقا لأصحاب السعير ប៉ុន្តែការទទួលស្គាល់ថ្ងៃនោះគឺអត់ប្រយោជន៍ទេអត់អាចជួយគាត់បានទេអត់អាចកែប្រែស្ថានភាពអ្វីបានទេ وسحقا لأصحاب السعير មានថាទៅឲ្យឆ្ងាយចុះអ្នកដែលជាអាហ្លីនរកាអល់ឡោះស៊ុបហានតាឡាអ្នកដែលជាអ្នកឋានរូបរបស់អល់ឡោះស៊ុបហានតាឡា إن الذين يخشون ربهم بالغيب لهم مغفرة وأجر كبير ចឹងនៅក្នុងអាយ៉ាតនេះអល់ឡោះបានពណ៌នាពីស្ថានភាពរបស់អ្នកដែលមានអ៊ីម៉ានជាមួយអល់ឡោះស៊ុបហានតាឡាដែលផ្ទុយពីអ្នកដែលកាហ្វៀរបាញ់មិញអល់ឡោះប្រាប់ថា innal ladhina yakhshawna rabbahum bil ghaib ពិតប្រាកដណាស់អ្នកដែលកោតខ្លាចទៅជាមួយអល់ឡោះស៊ុបហានតាឡាដោយអាកំបាំងដោយគាត់មិនបានមើលឃើញអល់ឡោះស៊ុបហានតាឡាទេគាត់អ៊ីម៉ានជឿជាមួយអល់ឡោះគាត់មិនបានមើលឃើញឋានរូបចហានណាមទេព្រោះគាត់ជឿថាមានដោយសារអល់ឡោះស៊ុបហានបានប្រាប់នប៊ីបានប្រាប់ពួកគាត់អត់ជឿអត់ពួកគាត់អត់បានឃើញការជំនុំជម្រះទេប៉ុន្តែគាត់ជឿថានឹងមានការជំនុំជម្រះដោយអ្វីដែលអល់ឡោះបានបញ្ជាក់ប្រាប់នៅក្នុងកូរ៉ានហើយនប៊ីបញ្ជាក់ប្រាប់នៅក្នុងសុនណាចឹងអ្នកដែលអ៊ីម៉ានជឿជាមួយអល់ឡោះស៊ុបហានតាឡាដោយអាកំបាំងដោយមិនបានឃើញនៅក្នុងឌុនយ៉ាលហុមម៉ាហ្ហ្វីរ៉ាទូវអជ្រុនកាប៊ីរអល់ឡោះប្រាប់ថាសម្រាប់ពួកគេគឺទទួលបានការអភ័យទោសពីអល់ឡោះស៊ុបហានតាឡាហើយនឹងផលបុណ្យដ៏ធំធេងគឺការតបស្នងនៅខាងសួគ៌របស់អល់ឡោះស៊ុបហានតាឡាជាធម្មតានៅក្នុងកូរ៉ានកាលណាអល់ឡោះស៊ុបហានតាឡាបានពណ៌នាពីឋានរូបអល់ឡោះតែងពណ៌នាពីខាងសួគ៌ដើម្បីឲ្យមនុស្សជ្រើសរើសថាតើអ្នកដែលកាហ្វៀរអ្នកដែលប្រព្រឹត្តនៅទង្វើអាក្រក់ស្ថានភាពគាត់យ៉ាងម៉េចហើយអ្នកដែលមានអ៊ីម៉ានជាមួយអល់ឡោះស៊ុបហានតាឡាស្ថានភាពគាត់យ៉ាងម៉េចចឹងនៅក្នុងសូរ៉ានេះក្រោយពេលអល់ឡោះពណ៌នាពីស្ថានភាពអ្នកដែលកាហ្វៀរដែលត្រូវចូលឋានរូបចហានណាមអល់ឡោះពណ៌នាពីអ្នកដែលមានបានការអភ័យទោសពីអល់ឡោះស៊ុបហានតាឡាហើយនឹងទទួលបានការតបស្នងនៅផលបុណ្យដ៏ធំធេងគឺនៅក្នុងឋានសួគ៌របស់អល់ឡោះស៊ុបហានាហ៊ូវតាអាឡាទីឃើញថានៅក្នុងផ្នែកខាងដើមនៃសូរ៉ាអល់មុលកឬសូរ៉ាមុបារ៉ាកនេះអល់ឡោះស៊ុបហានបានពីហើយនឹងស្របតាមសុណានប៊ីចឹងលក្ខខណ្ឌពីរហ្នឹងកាលណាគ្រប់ទើបគេចាត់ទុកអាម៉ាល់នោះថាជាអាម៉ាល់សាឡេះចំណែកអាម៉ាល់ដែលធ្វើដោយមិនអ៊ីខ្លាសទោះជាត្រូវតាមសុណានប៊ីក៏អល់ឡោះអត់ទទួលយកដែរហើយផ្ទុយមកវិញអាម៉ាល់ដែលធ្វើដោយអ៊ីខ្លាសបើទោះអាម៉ាល់ដែលបុគ្គលម្នាក់គាត់ធ្វើដោយអ៊ីខ្លាសហើយមិនស្របតាមសុណានប៊ីអល់ឡោះទទួលយកទេបើទោះជាគាត់មានភាពអ៊ីខ្លាសក៏ដោយកាលណានប៊ីនាំមកគឺអល់ឡោះស៊ុបហានមិនទទួលយកទេហើយនៅក្នុងអាយ៉ាតដែលយើងបានស្ដាប់លើនេះដែរអល់ឡោះស៊ុបហានរំលឹកពីតនកម្មរបស់អ្នកកាហ្វៀរនៅក្នុងឋានរូបរបស់អល់ឡោះស៊ុបហានដើម្បីជាមេរៀនដល់យើងជាអ្នកដែលមានអ៊ីម៉ានជាមួយអល់ឡោះធ្វើយ៉ាងណាការពារខ្លួនបានការពារខ្លួនឲ្យបានពីឋានរូបរបស់អល់ឡោះស៊ុបហានតាឡាហើយនៅក្នុងអាយ៉ាតខាងដើមនេះក៏បញ្ជាក់ប្រាប់ថាការតអាត់ទៅជាមួយអល់ឡោះការកោតខ្លាចទៅជាមួយអល់ឡោះស៊ុបហានតាឡានៅក្នុងពេលដែលយើងនៅក្នុងឌុនយ៉ាជាពិសេសគឺពេលដែលយើងនៅស្ងាត់ដែលមនុស្សមួយមិនឃើញយើងជាsebabទទួលបានការអភ័យទោសពីអល់ឡោះស៊ុបហានតាឡាហើយជា sebab នាំឲ្យចូលឋានសួគ៌របស់អល់ឡោះស៊ុបហានតាឡានៅក្នុងហាឌីសតើតើនៅប្រពីក្រុមដែលអល់ឡោះឲ្យនៅក្រៅមលុបអារ៉ាសរបស់អល់ឡោះស៊ុបហានតាឡានៅថ្ងៃគីយ៉ាម៉ាត់គឺអ្នកដែលគាត់
رجل ذكر الله خاليا ففاضت عيناه អ្នកដែលពេលគាត់នៅស្ងាត់ម្នាក់ឯងគាត់វិភាគគាត់នឹកឃើញអល់ឡោះស៊ុបហានតាឡាហើយក៏សម្រក់ទឹកភ្នែករបស់គាត់ដោយសារការកោតខ្លាចទៅជាមួយអល់ឡោះស៊ុបហានតាឡាហើយក៏មានរំលឹកអំពីបរិសម្នាក់ដែលនប៊ីបានបញ្ជាក់ប្រាប់ថាតាអតហុមរ៉អាតុង ذات منصب وجمال فقال إني أخاف الله បរិសម្នាក់ដែលត្រូវបានស្ត្រីដែលមានរូបសម្រស់ស្រស់ស្អាតហើយមានពូជពងល្អបបួលគាត់ទៅស៊ីណាហើយគាត់ទៅស៊ីណាប៉ុន្តែគាត់បដិសេធថាគាត់កោតខ្លាចទៅជាមួយអល់ឡោះស៊ុបហានវតាឡាចឹងនេះជាស្ថានភាពរបស់អ្នកដែលមានអ៊ីម៉ានដែលកោតខ្លាចទៅជាមួយអល់ឡោះស៊ុបហានវតាឡា صلى الله على نبينا محمد وعلى آله وصحبه أجمعين سبحانك اللهم وبحمدك أشهد أن لا إله إلا أنت أستغفرك وأتوب إليك